ទាំងដែលពេលដាក់យើងខំហ្នឹងប្តីគាត់អត់ចង់បានអញ្ចឹងផងខ្ញុំគិតថាយើងខាតនៅក្នុងទំនាក់ទំនងប្តីប្រពន្ធមនុស្សស្រីប៉ះសិនបើគាត់ចង់คล้ายទៅជាម្ចាស់ស្ត្រីពេលខ្លះមិនបាច់ធ្វើជារឹងមាំពេកមិនបាច់ធ្វើជារឹងពឹងពេកនៅមុខប្តីរបស់យើងទេហេតុអីព្រោះថាប៉ះសិនបើយើងរឹងមាំពេកយើងរឹងពឹងពេកនៅមុខប្តីរបស់យើងប្តីគាត់ចាប់ផ្ដើមមានអារម្មណ៍ថាអត់គាត់ក៏បានមានគាត់ក៏បានមនុស្សប្រុសគឺគាត់តែងតែចង់ឲ្យប្រពន្ធឲ្យគ្រួសាររបស់គាត់ទុកគាត់គឺជាវរៈបរៈសង្គ្រោះគ្រួសារជាបង្គោលគ្រួសារយ៉ាងរឹងមាំអាចនិយាយបានថាមនុស្សប្រុសភាគច្រើនគឺចង់ឲ្យប្រពន្ធនិងគ្រួសាររបស់គាត់ទុកគាត់ជាហេរ៉ូនៅក្នុងក្រុមគ្រួសារនៅពេលដែលយើងជាប្រពន្ធយើងរឹងមាំពេកហើយលែងសូវពឹងពាក់ប្តីសំបីតែការងារធ្ងន់ស្រាលលើកទឹកលើករបស់ធ្ងន់ក៏យើងប្រឹងប្រែងធ្វើតែម្នាក់ឯងអត់ព្រមហៅប្តីមកជួយឬក៏ខ្លាចទឹកចិត្តប្តីឬក៏ខ្លាចប្តីអីតាមពិតមនុស្សប្រុសគាត់ចូលចិត្តឲ្យអ្នកដែលនៅក្បែរគាត់ពឹងពាក់គាត់អញ្ចឹងនៅពេលដែលយើងខ្លួនឯងជាប្រពន្ធនេះយើងប្រឹងខំខ្នះខ្នែងលើករបស់ធ្ងន់ធ្វើការធ្ងន់ហើយទាំងដែលពេលដាក់យើងខំហ្នឹងប្តីគាត់អត់ចង់បានអញ្ចឹងផងខ្ញុំគិតថាយើងខាតមែនអត់បងប្អូនអរគ្នាជាសុភាពនារីមែនអត់